គាត់ឈួតបាត់ទៅហើយតើបងព្រមតើបងអាចជាបង្អែកតែមួយគត់របស់អូនបានទេតើបងព្រមតើបងអាចជាបង្អែកតែមួយគត់របស់អូនបានទេយើងពិតជាអាចនៅជាមួយគ្នាបានមែនទេតោះយើងស្មោះត្រង់នឹងគ្នាទៅចិនម៉េងជាអូនអូននឹងរងចាំបងជានិច្ចបើបងគិតបានច្បាស់ហើយចាំមកជួបអូនអូនបានដាំស៊ុបឲ្យបងអូននឹងបញ្ចុកបងប្តីសម្លាញ់បងនៅឯណាហេតុអ្វីមិនលើកទូរស័ព្ទអូនប្តីសម្លាញ់បងក៏មកមើលកញ្ញាឈឹងដែរមែនទេថាហេតុអីបានជាខ្ញុំមកមើលឯងមិនដឹងខ្លួនទេអីអ្នកណាអនុញ្ញាតឲ្យឯងបំផ្លាញដៃគេតែគេជាអ្នកលូកដៃប៉ះរបស់ខ្ញុំមុនតើបើឯងនៅតែហ៊ានបង្កបញ្ហាអត់ហេតុផលបែបនេះកំណែងលោកស្រីជាងយើងអាចផ្លាស់ប្ដូរអ្នកផ្សេងបានចាស់ប្តីថ្ងៃនេះប្តីបានដាំស៊ុបអ្វីឲ្យកញ្ញាឈឹងទៅគឺជាត្រីដែលអ្នកពូកែបំផុតគឺជាវិធីចាប់ត្រីដែលអ្នកពូកែបំផុតរឿងនេះអាចនិយាយចេញបានមែនទេឈួតហើយអូយអូនស្រីសម្លាញ់របស់បងតែអូនមិនក៏របួសបែបនេះមែនហើយដោយសារតែអ្នកនឹងហើយខ្ញុំលែងគូរូបបានហើយអាហារអីចឹងឥឡូវធ្វើម៉េចទៅបងថែមទាំងបានយកអំណោយខ្លះមកឲ្យអូនទៀតផងអាហារបងមានវិធីហើយចាប់ពីពេលនេះទៅអូនអាចយកថាសគំនូនេះធ្វើជាចានបានហើយយកជក់គំនូនេះធ្វើជាចង្កឹះអាចបន្តញ៉ាំបាយបានអាហារមិនអីទេចុះប្តីអូនឯណាមុននេះគាត់បានបញ្ចុកបាយខ្ញុំហើយអ្នកជាអ្នកហៅគាត់មែនទេមែនហើយខ្ញុំចូលចិត្តគាត់ដូច្នេះទើបហៅគាត់ឲ្យមកនៅកំដរខ្ញុំឯងកំពុងប្រកាសសង្គ្រាមជាមួយខ្ញុំហើយខ្ញុំចង់ឲ្យពួកឯងលែងលះគ្នាអូអាស៊ីសណែណាអ្វីទាំងអស់របស់ឯងនឹងក្លាយជារបស់ខ្ញុំទើបឯងបណ្ដេញប្រពន្ធចាស់របស់គេអីចឹងលើកនេះអ្នកដែលត្រូវបណ្ដេញចេញគឺឯងវិញម្ដងនេះជាលើកទី1ហើយដែលខ្ញុំឃើញអ្នកណាម្នាក់ហ៊ានក្អេងក្អាងមុខខ្ញុំដល់ថ្នាក់ខ្ញុំស្រាប់តែទន្ទឹងរង់ចាំមើលមុខឯងពេលខ្ញុំជន់ឈ្លីឯងឲ្យស្លាប់នៅក្រោមជើងខ្ញុំដល់ពេលនោះកុំលុតជង្គង់អង្វរខ្ញុំឲ្យសោះណាអង្វរខ្ញុំទៅឯងស្គាល់ខ្ញុំទេឯងដឹងទេថាខ្ញុំចង់ធ្វើអីទៀតមើលទៅឯងមានរឿងអាថ៌កំបាំងច្រើនណាស់មែនហើយឯងគិតមែនតែនទៅឯងធ្លាប់ធ្វើបាបអ្នកណាខ្លះអ្នកដែលខ្ញុំធ្លាប់ធ្វើបាបមានច្រើនណាស់ចុះបើខ្ញុំធ្លាប់ធ្វើបាបឯងពីមុនមែនតើវាទៅជាយ៉ាងម៉េចពួកឯងគ្រាន់តែជាកូនចៅរបស់ខ្ញុំតែប៉ុណ្ណោះយប់នេះរងចាំឯងនៅបន្ទប់លេខ419ខ្ញុំចង់ដេកលើគ្រែជាមួយឯងចែករំលែកភាពផ្អែមល្ហែមទាំងអស់របស់ខ្ញុំហេតុអីខ្ញុំនិយាយអញ្ចឹងកុំឲ្យទឹកមុខខ្ញុំបង្ហាញអ្វីទាំងអស់ឯងទៅងូតទឹកសិនទៅខ្ញុំមិនចូលចិត្តក្លិនចៅវាយនាយជាប់ខ្លួនបងទេល្បឿនដែលបងចូលចិត្តស្រីពិតជាមិនធ្វើឲ្យគេខកចិត្តមែនបងជាងហៅមិនក៏បងមានរឿងអីជួបខ្ញុំមិនសប្បាយចិត្តទេ
ជាងហាវរីករាយឲ្យអស់ចិត្តទៅភាពក្លឿនរបស់ឯងចប់ហើយពិធីជប់លៀងដ៏ធំដែលខ្ញុំបានរៀបចំសម្រាប់ពួកឯងចិត្តចាប់ផ្ដើមហើយលោកចាងសូមអបអរសាទរលោកដែលបានក្លាយជាសហគ្រិនឆ្នើមអរគុណច្រើនយូរហើយមិនបានជួបលោកជាងសូមអបអរសាទរក្រុមហ៊ុនហៅសឹងនេះពិតជាកាន់តែរីកចម្រើនខ្លាំងឡើងក្រោមការដឹកនាំរបស់លោកលីសរសើរលើហើយមកលោកជាងមកបងថ្លៃខ្ញុំសូមផឹកមុនជាការគោរពសូមស្វាគមន៍បងប្អូនទាំងអស់គ្នាចូលរួមក្នុងពិធីប្រគល់ពានរង្វាន់សហគ្រិនឆ្នើមប្រចាំឆ្នាំរបស់ជាងមកសូមយើងទាំងអស់គ្នាទះដៃអញ្ជើញម្ចាស់ជ័យលាភីប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនហៅសឹងគឺលោកជាងហៅឡើងថ្លែងសុំត្រកថាទទួលពានរង្វាន់លោកអស់ហើយអត់ទេប្តីកើតអីហ្នឹងនេះប្រកាសជាគេបង្ខូចគេឈ្មោះបងហើយមែនប្រកាសហើយខ្ញុំមិននឹងទៅពាក់ព័ន្ធជាមួយស្រីផ្សេងនៅខាងក្រៅបាននោះស្ងប់អារម្មណ៍សិនទៅជាងហាវអញហ៊ានលេងខ្ញុំមែនទេកុំមកនិយាយដើមគេនៅទីនេះទៅសួរប្រពន្ធឯងទៅនាងអញហ៊ានរត់ទៅណាឯងកាលពីមុនរាល់ថ្ងៃឯងតែងតែអួតពីលោកត្រាំនៅស្រឡាញ់ខ្លាំងណាស់មែនទេមែនមនុស្សកាន់តែគ្មានអ្វីកាន់តែចូលចិត្តអួតពីអ្វីនោះនាងហ៊ានលួងលោមប្តីខ្ញុំមែនទេមនុស្សដែលគ្រប់គ្រងខ្លួនឯងមិនបានឯងជាស្អីគេនៅខ្ញុំវិញអហោះឯងជាស្អីគេមានរឿងអីលោកជានៅខាងក្រៅមានស្រីប៉ុន្មានអ្នកចេញទៅឲ្យលឿនសន្តិសុខណែណាឥឡូវនេះទៅស៊ើបមើលឲ្យខ្ញុំអ្នកណាគេចង់ដាក់អន្ទាក់ខ្ញុំបងអត់អីទេបងមើលនេះជាសម្ពុតដែលឈូយានទិញឲ្យខ្ញុំស្អាតអត់បងមើលផ្កាឆ្លងសក់និងរ៉ូបរបស់ខ្ញុំស៊ីគ្នាអត់អូភ្លេចប្រាប់បងថ្ងៃនេះជាខួប5ឆ្នាំរបស់យើងបងកុំភ្លេចមកផ្ទះឲ្យបានលឿនណាខ្ញុំមានការភ្ញាក់ផ្អើលសម្រាប់បងហេនេះមិនមែនជាស៊ីវមីលីប្រពន្ធលោកជាងដែលស្លាប់ទេអីថ្ងៃកំណើតលោកជាងប្រពន្ធរបស់គេទើបតែស្លាប់មិនទាន់បានសប្បាយនឹងស្រីនៅខាងក្រៅពេញទីអីចឹងហ៎មិនក៏ខ្ញុំមកនៅទីនេះវីដេអូនិងរូបថតទាំងអស់នោះសុទ្ធតែជាការបោកប្រាស់ឆែកមើលឥឡូវនេះចាប់ពីពេលនេះទៅរាល់ថ្ងៃអ្នករាល់គ្នានឹងរស់នៅដោយព្រួយបារម្ភនិងភ័យខ្លាចខ្ញុំនឹងក្លាយជាសុបិនអាក្រក់ដែលអ្នកមិនអាចរើបំរាស់បានអស់មួយជីវិតតើអ្នកចង់ន័យថាដូចម្ដេចរឿងដែលកើតឡើងក្នុងពិធីជប់លៀងនោះជាស្នាដៃរបស់អ្នកអ្វីនឹងខ្ញុំមែនហើយមានគំនុំអីទៅខ្ញុំក៏គ្រាន់តែស្រឡាញ់កណេឲ្យករបស់អ្នកប៉ុណ្ណោះឃើញអ្នកកំពុងឈួតយ៉ាងនេះគឺពិតជាសប្បាយចិត្តណាស់តើអ្នកគិតថាគ្រាន់តែសម្រស់របស់អ្នកអាចធ្វើឲ្យជាងហៅបោះបង់ខ្ញុំហើយទៅតាមអ្នកបានមែនទេកុំលេងសាច់អីរឿងនេះមិនមែនជាស្នាដៃរបស់ឆុងសុនមិនមែនជាមនុស្សបែបនេះទេគាត់មិនសាមញ្ញដូចអ្នកគិតនោះទេទាំងអស់នេះគឺជាល្បិចរបស់គាត់ដើម្បីញុះញង់ឲ្យយើងបែកបាក់គ្នាអ្នកមើលរឿងហេតុរសៀលនេះដោយខ្លួនឯងទៅវាប៉ះពាល់យ៉ាងខ្លាំងដល់កេរ្តិ៍ឈ្មោះក្រុមហ៊ុនភាគហ៊ុនរបស់ក្រុមហ៊ុនបានធ្លាក់ចុះយ៉ាងគំហុកតើអ្នកដឹងទេថាឥឡូវនេះមានមនុស្សប៉ុន្មានអ្នកកំពុងតាមដានអ្នកពួកគេកំពុងតែរងចាំចាប់បានអ្នកនឹងឆុងសឹងដើម្បីចុះផ្សាយព័ត៌មានត្រូវចប់ហើយអីចឹងអ្នកនិយាយវិកវេច្រើនណាស់គ្រាន់តែចង់ប្រាប់ខ្ញុំថាកុំឲ្យជួបឆុងសឹងទៅទៀតមែនទេក្រុមហ៊ុននឹងត្រូវចុះបញ្ជីនៅក្នុងខែក្រោយហើយយើងខំប្រឹងអស់ពីកម្លាំងកាយចិត្តទម្រាំបានមកដល់ចំណុចនេះអ្នកក៏មិនចង់ឲ្យការខិតខំប្រឹងប្រែងទាំងអស់នេះត្រូវខាតបង់ដោយសារការចាប់ផ្ដើមសារជាថ្មីនោះដែរចុះហើយយ៉ាងថ្ងៃស្អែកជាថ្ងៃកំណើតរបស់ខ្ញុំគិតថាអ្នកគិតថាថ្ងៃស្អែកជាថ្ងៃកំណើតរបស់អ្នកអនុញ្ញាតឲ្យខ្ញុំចូលរួមផងហើយឆ្លៀតឱកាសឲ្យអ្នកសារព័ត៌មានមកចុះផ្សាយព័ត៌មានពីក្តីស្រឡាញ់របស់យើងមួយចំនួនហើយក៏បកស្រាយបំភ្លឺដែរមែនទេអូយៀនអ្នកនៅជាមួយខ្ញុំប៉ុន្មានឆ្នាំហើយមិនក៏អ្នកមិនដឹងពីរបៀបប្រើលុយអាំងប៉ាវថ្ងៃខួបកំណើតបែបនេះសោះធ្វើម៉េចខ្ញុំមានប្តីដែលពូកែយ៉ាងនេះមើលមិនឃើញហើយរៀនក៏មិនចេះអាពាហ៍ពិពាហ៍គឺគ្រាន់តែជាការផ្លាស់ប្ដូរផលប្រយោជន៍តែប៉ុណ្ណោះអ្នកគិតថាខ្ញុំនឹងចាងហៅបានមកដល់ចំណុចនេះគឺពឹងលើអារម្មណ៍មែនទេអ្នករកវិធីដោះស្រាយជាមួយខ្ញុំខុសហើយ